ខ្ញុំជឿជាក់ថាប៉ុន្មានថ្ងៃនេះបងប្អូនបានឃើញនៅវីដេអូមួយដែលទៅហ៊ានសៀមបានឈូសឆាយផ្ទះសម្បែងរបស់ប្រជាជនយើងហើយនៅក្នុងនោះក៏យើងឃើញថាមានមតិមហាជនជាច្រើនដែលសម្ដែងនឹងការសោកស្ដាយតែទោះបីជាយ៉ាងណាថ្ងៃនេះខ្ញុំសូមបញ្ចេញយោបល់បន្តិចទាក់ទងទៅនឹងបញ្ហាខាងលើបើទោះបីជាយើងមិនអាចជ្រើសការឆ្លើយតបដោយកម្លាំងយើងក៏គួរតែបង្ហាញពីការតវ៉ារបស់យើងជាសាធារណៈចំពោះទង្វើរបស់ពួកគេមិនថារឿងតូចឬក៏ធំនោះទេទង្វើរបស់ពួកគេត្រូវតែសម្ដែងការតវ៉ាជានិច្ចសង្ឃឹមថាអាជ្ញាធរដែលពាក់ព័ន្ធរបស់យើងសម្ដែងនឹងការតវ៉ាលើទង្វើរបស់ពួកគេការតវ៉ារបស់យើងក៏ជាការប្រកាសឲ្យមិត្តអន្តរជាតិបានដឹងនៅទង្វើដល់កម្រាលជួសជៀនរបស់ពួកគេខ្ញុំក៏សូមបញ្ជាក់ផងដែរថាផ្ទះដែលគេវាយកំទេចនេះជាផ្ទះចាស់ដែលម្ចាស់បានសង់ផ្ទះថ្មីនៅជាប់គ្នាដោយយើងបានឃើញនៅក្នុងរូបនិងវីដេអូក្រោយពីសង់ផ្ទះថ្មម្ចាស់ក៏នៅផ្ទះថ្មឬក៏ផ្ទះថ្មីដែលម្ចាស់ផ្ទះបានសង់រួចរាល់ហើយនោះហើយផ្ទះចាស់ទុកដាក់សម្ភារៈនិងឲ្យកូនឈ្នួលស្នាក់នៅការវាយកំទេចនេះគេមានការរៀបចំថតពីលើពីក្រោមថតហើយរៀបចំកាត់តយ៉ាងស្អាតហើយក៏បញ្ជូនឲ្យប្រព័ន្ធផ្សព្វផ្សាយគេផ្សាយព្រមគ្នាតែម្ដងតាមទង្វើនេះគេចង់បង្ហាញថាគេមិនខ្លាចច្បាប់ទម្លាប់អន្តរជាតិគេចង់បង្ហាញពលរដ្ឋគេទាញបានការកោតសរសើរពីពលរដ្ឋរបស់គេក៏បានចាក់ទម្លុះទម្លាយបេះដូងយើងព្រោះគេដឹងថាសកម្មភាពនេះនឹងធ្វើឲ្យយើងឈឺចាំតែយើងត្រូវតែបន្តស្មារតីរួបរวมគ្នាជាទ្រង់មួយសាមគ្គីជាទ្រង់មួយមិនត្រូវលុះក្នុងល្បិចរបស់គេដែលចង់បំបាក់សាមគ្គីរបស់ពួកយើងឡើយមួយវិញទៀតបងប្អូនគិតថារាជរដ្ឋាភិបាលមិនបានគិតគូរទៅលើបញ្ហាដែលគេបានឈូសឆាយនេះក៏ប៉ុន្តែរាជរដ្ឋាភិបាលកំពុងតែដដៃដុតជើងយ៉ាងសកម្មបំផុតនៅក្នុងការដោះស្រាយបញ្ហានេះដូច្នេះខ្ញុំជឿជាក់ទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នារួបរวมសាមគ្គីគ្នាជាធ្លុងមួយកុំបាច់បាក់គ្នាឲ្យសោះទាំងរាជរដ្ឋាភិបាលទាំងប្រជាពលរដ្ឋរបស់យើងហើយយើងជឿជាក់ទៅលើរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ននេះដែលកំពុងតែមមាញឹកយ៉ាងសកម្មនៅក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃបើសិនជាយើងឃើញរាជរដ្ឋាភិបាលមិនមានសកម្មភាពអ្វីសោះនោះយើងអាចចោទឬក៏ស្ដីបន្ទោសទៅលើរាជរដ្ឋាភិបាលបានក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងដែលពាក់ព័ន្ធខិតខំប្រឹងប្រែងយ៉ាងសកម្មបំផុតនៅក្នុងការដោះស្រាយបញ្ហានេះដើម្បីស្វែងរកសន្តិភាពពិតប្រាកដរវាងកម្ពុជាថៃនោះបានជើងព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន